វីដេអូនេះយើងបានមកដល់ទីក្រុងកូឡាឡាំពូហើយទីកន្លែងនេះឃើញមានរថភ្លើងមានអីហ្នឹងហើយរាល់ឡានក្រុងរាល់រថភ្លើងឬអីហ្នឹងគឺគេមកឈប់នឹងឡើងនៅទីនេះអញ្ចឹងឡានក្រុងយើងបានឈប់នៅទីនេះហើយយើងក៏ឡើងទៅកន្លែងចេញហើយយើងនឹងដើរជើងរថភ្លើងរបស់យើងទៅដល់ក្នុងក្រុងហ្មងហើយវីដេអូនេះក៏ជាវីដេអូទី9នៃការធ្វើដំណើររបស់យើងដែរដំណើរកំសាន្តផ្សងព្រេងឥឡូវក្រោយពីធ្វើដំណើរហត់ហើយគឺយើងក៏បានមកដល់ apartment ដែលយើងបាន booking រួចអញ្ចឹងពិតជាល្អមែនតើស្អាតមែនតើអញ្ចឹង apartment នេះគឺស្អាតនិយាយទៅគឺស្អាតគឺពេញចិត្តហ្មងដោយសារយើងមកគ្នា3នាក់ហើយមានតុបសម្រាប់3នាក់យើងបន្ទប់គ្រួសារនិងបន្ទប់កូនទេសភាពគឺខាងក្រៅនិយាយទៅស្អាតនិយាយទៅថ្ងៃចុងក្រោយគឺយើងសាក់លបងគេនៅក្នុង apartment យើង booking នៅ apartment តែម្ដងហើយឃើញថា apartment នៅក្នុងក្រុងកូឡាឡាំពូគឺស្អាតតែថាយើងដាក់វាមិនឆ្ងាយពី Twin Tower ប្រហែលទេយើងអាចដើរបានតែដើររៀងមកហត់ឥឡូវយើងដកវគ្គចេញទៅហើយដើរពី apartment ហើយយើងទៅដើរTwin Tower អញ្ចឹងគឺអត់ភ្លេចទេទៅថតរូបពេលថ្ងៃត្រង់មើលទេសភាពឬក៏មើលអគារ Twin Tower ហ្នឹងអញ្ចឹងឃើញថាដំណើរកំសាន្តរបស់យើងដល់ទីក្រុងទី4គឺទីក្រុងកូឡាឡាំពូហ្នឹងហើយឥឡូវដើរមើលជុំវិញ Twin Tower តិចមើលហើយឃើញភ្ញៀវទេសចរគាត់ក៏ដើរមកច្រើនដែរមកថតនៅខាងមុខអគារ Twin Tower ហ្នឹងឥឡូវយើងដើរឆ្លងថ្នល់មួយសិនចឹងខាងមុខ Twin Tower ហ្នឹងគឺថ្នល់កែងធំដែរណាដើរខ្លាចអត់ផុតភ្លើងពណ៌បៃតងចឹងរៀងរត់តិចទៅព្រោះផ្លូវចំកែកហ្នឹងរៀងចំខាងមុខហ្នឹងវាធំដែរចឹងក៏មានគេរត់អីច្រើនដែរមិនតែយើងចឹងខ្លាចអត់ផុតភ្លើងទៅដូចអ្នកស្រែចូលក្រុងហើយណាឥឡូវយើងមកដល់ចំណុចមួយនេះចំណុចនេះប្រហែលគិតថាគេដាក់ទុកកន្លែងថតអីដឹងថតឲ្យចំអគារនេះដឹងឥឡូវយើងចាប់ដើមថតមើលទេសភាពជុំវិញអគារពេលថ្ងៃនិយាយទៅឃើញស្អាតព្រោះអីឃើញកញ្ចក់វាជាជួរចឹងដូចពណ៌ប្រាក់ចឹងឃើញស្អាតចឹងគឺពេលថ្ងៃយើងមកឲ្យឃើញមុខបានច្បាស់ណាដោយសារយើងធ្វើសិល្បៈហ្នឹងគឺវាអត់ទៅច្បាស់អញ្ចឹងយើងចាប់ផ្ដើមដើរមើលតទៀតមានអ្នករស់ស៊ីថតរូបច្រើនណាតែយើងអត់បានសុំគេឲ្យថតទេអញ្ចឹងយើងថតខ្លួនឯងទៅអ្នកឥឡូវដល់វាដើរចូលទៅខាងក្នុង Twin Tower ម្ដងមានអីគេខ្លះអញ្ចឹងដោយសារនៅក្នុងកំឡុងរដូវកាលបុណ្យរបស់គេអញ្ចឹងគេតុបតែងមានផ្កាមានអីច្រើនតាមហ្នឹងដែលអត់ដឹងបុណ្យអីទេនិយាយទៅខ្លាចខុសអញ្ចឹងដឹងតែនៅក្នុងខែ3ហ្នឹងអញ្ចឹងមិនឃើញមានផ្លាកហ្នឹងប្រហែលផ្លាកបុណ្យរបស់គេណាតែអត់អានតែខ្លាចខុសអញ្ចឹងគេមានតុបតែងផ្កាតុបតែងអីនៅខាងមុខហើយមានជ្រុងអីហើយអត់ភ្លេចទេមិនឃើញចាំទិញរបស់ចូលចិត្ត popcorn ហើយឥឡូវចូលមកខាងក្រោយអគារ Twin Tower ហ្នឹងគឺមានសួនទឹកគេបាញ់ទឹកភ្លៃអញ្ចឹងទៅសួនគេគឺធំណាស់មានអ្នកអង្គុយលេងនៅខាងមុខទឹកហ្នឹងហើយខាងក្រោយហ្នឹងក៏គេនៅមានតុបតែងពិធីបុណ្យដែរនៅខាងក្រៅអគារចឹងយើងដើរមកមើលកន្លែងគេដើរហាត់ប្រាណកន្លែងគេដើរមកសម្រាប់ពិកនិចអីចឹងនៅលើស្មៅហ្នឹងហើយនឹងឲ្យទៅមុខទៀតមានទៀតតែដោយសារដើរមកទៅធំហត់ដែរយើងត្រឡប់មកវិញ
apartment របស់យើងហ្នឹងក៏ស្អាតដែរយើងអត់ទាន់បានកំសាន្តអស់ទេនៅខាងលើគឺមានទេសភាពស្អាតណាស់ឃើញអាគារខ្ពស់នៅខាងក្រោយហ្នឹងណា2គឺអាគារខ្ពស់ជាង Twin Tower ហ្នឹងដែលថ្មីដែលគេទំបង្កើតហ្នឹងហើយហ្នឹងឯងគឺទេសភាពស្អាតតែដោយសារពេលរសៀលចឹងយើងអាកាសធាតុត្រជាក់យើងអាចមកហែលទឹកលេងបាននៅខាងលើហើយដោយសារអាគារហ្នឹងក៏អត់មែនទល់មុខ Twin Tower ដែរអត់ឃើញដែរតែយើងមើលឃើញប្រឆិតបានមើលឃើញទេ Twin Tower ប្រឆិតបានលើ Twin Tower ចាប់ផ្ដើមរៀងបើកភ្លើងតិចហើយក៏មិនចាំយូរគឺចុះលេងទឹកគឺចុះហែលទឹកតែម្ដងហើយឃើញភ្ញៀវទេសចរផ្សេងទៀតគាត់ចតមកដែរណាចឹងគាត់មកថតរូបជាមួយនឹងទេសភាពទីក្រុងហើយក៏យើងមើលTwin Tower ពីចម្ងាយដែរកំពុងតែបើកភ្លើងគិតក្នុងចិត្តថាយប់ទីទៀតទៅឥឡូវមើលខាងក្រោយអាគារមានអាគារ2ដែលបើកភ្លើងហ្នឹងខ្ពស់ដែរហ្នឹងអញ្ចឹងត្រៀមពេលយប់បន្តិចទៀតឥឡូវអត់តន់យប់ខ្លាំងទេឥឡូវទុកឲ្យឡារីគាត់ហែលទឹកសិនដោយសារមកដំណើរកំសាន្តហ្នឹងអត់តន់បានហែលទឹកទេឥឡូវតែបានហែលទឹកនៅកន្លែងគេងនេះមួយដែរនិយាយទៅដោយសារដូចយើងនិយាយចឹងណាទៅដើរលេងមិនទៅដើរមិនទៅសម្រាប់ទេអញ្ចឹងដោយសារយើងដើរច្រើនពេកអត់មានពេលវេលាក្នុងការរីករាយជាមួយនឹងការស្នាក់នៅឥឡូវអូខេមកស្នាក់នៅហើយថតរូបទៀតអញ្ចឹងទៅដោយសារជាកន្លែងមានហាជាយប់ចុងក្រោយនៃការដើរលេងឥឡូវដល់វគ្គគាត់ឡារីរីករាយហើយជាបើសិនជាចង់មើលឃើញTwin Tower នៅលើអាគារហែលទឹកក៏មានគេហៅ apartment ឬអាគារមួយទៀតនៅខាងលើហ្នឹងគឺមើលឃើញតែម្ដងតែតម្លៃក៏វាថ្លៃជាងដែរអញ្ចឹងបញ្ជាក់មួយទៀតគឺ apartment នៅទីនេះនៅកន្លែងខ្ញុំគេខ្ញុំមិនដឹងនៅកន្លែងផ្សេងទៀតទេគឺត្រូវតែtip មួយណាគឺត្រូវតែតម្កល់លុយហ្នឹងគឺគេឲ្យយើងវិញទេអញ្ចឹងតម្កល់$100ខ្ញុំគិតលុយម៉ាឡេហើយអញ្ចឹងគិតទៅ$100អញ្ចឹងគុំឃើញតម្លៃប៉ុណ្ណឹងហើយគាត់ថាទុកលុយប្រគ្រប់ប៉ុណ្ណឹងហើយក៏គេអត់យកជាដូចហៅកាតអីដែរគឺយកលុយសុទ្ធជាសំណាងមានលុយសុទ្ធអញ្ចឹងយើងអាចតម្កល់បានចឹងក៏ជាកលឹះខ្លះដែរបង្ហាញហើយឃើញបងប្អូនខាងជប៉ុននេះគាត់មកថតរូបលេងនៅនេះដែរណាស្រីក្រុមខាងជប៉ុនពេលគាត់និយាយភាសាកូនបើមកហើយទៅកំសាន្តទាំងអស់គ្នាហើយមើលនេះទេសភាពពីចម្ងាយអូត្រៀមហើយយុគនេះត្រូវតែមេឃដូចអត់ចង់ស្រួលមេឃឃើញមានពពកមានអីចឹងដូចអត់ចង់ស្រួលទេឥឡូវទីក្រុងបានបើកភ្លើងទាំងអស់ហើយអញ្ចឹងឃើញភ្លើងជ្រងច្រាងពេញហ្នឹងណាតាមអាគារឥឡូវដល់វគ្គងូតទឹកវិញអីហើយចេញមកភ្លៀងទៀតអលឹមស្រក់ហើយតែអត់ខាត់ដំណើរបានទេត្រូវតែទៅមើល Twin Tower នៅពេលយប់អញ្ចឹងទាំងអស់គ្នាកុំភ្លេចទៅទាំងពីរពេលមើលឃើញ Twin Tower ហ្នឹងស្អាតពេលយប់ក៏ស្អាតពេលថ្ងៃក៏ស្អាតអញ្ចឹងពេលយប់គឺស្អាតម្យ៉ាងមើលទៅបញ្ចេញពណ៌ប្រាក់ស្អាតអញ្ចឹងណាហើយទៅដល់ហ្នឹងគឺភ្លៀងអលឹមទៀតក៏មើលទៅសម្រស់ម្យ៉ាងដែរតែអត់មានពេលបានថតបានច្រើនទេព្រោះអីភ្លៀងហើយខ្លាចភ្លៀងខ្លាំងទៅរត់រកកន្លែងជ្រកអត់ទាន់ណានិយាយទៅនៅនេះបើកភ្លើងភ្លឺគឺស្អាតមែនតើអញ្ចឹងយើងក៏បន្តដំណើរទៅមុខទៀតទៅស្ពានថ្មីរបស់គេដែរដែលគេបើកភ្លើងពេលយប់ទៅឃើញស្អាតអញ្ចឹងឃើញគេដាក់នៅក្នុងកន្លែង mention កន្លែង attractive អញ្
ចឹងនេះក៏ជាស្ពានមួយដែលគេអ្នកទេសចរគាត់ចូលចិត្តមកថតដែរហើយមើលពីស្ពានហ្នឹងទៅក៏អាចមើលឃើញ Twin Tower ដែរហើយមានអ្នកខ្លះគាត់ក៏ថតពីហ្នឹងទៅឃើញដែរចឹងថតពីក្បាលស្ពាននោះក៏បានឃើញទាំងស្ពានឃើញទាំងTwin Tower ហើយចុងវីដេអូហ្នឹងក៏ឃើញក្បួនដង្ហែម៉ូតូធំអញ្ចឹងគេជិះជុំគ្នាអញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងវីដេអូហ្នឹងក៏ចប់ដែរជួបគ្នាវីដេអូក្រោយទៀតបាយបាយ